លោកគ្រូបើអញ្ចឹងយើងមានតែសម្រេចចិត្តថាសុំយកមកទៅផ្ទះវិញដើម្បីគាត់បានស្ដាប់ធម៌ជាលើកចុងក្រោយដើម្បីគាត់បានស្ដាប់ធម៌ដើម្បីគាត់បានជាលើកចុងក្រោយគាត់បានជាលើកចុងក្រោយម៉ាក់ភាសាបាយម៉ាក់ចាទៅមុនអកូនម៉ែទៅលើហើយយើងថែសារសុខភាពគាត់អស់ទៅលោក ម៉ាក់ញ៉ាំបាយបងម៉ាក់ញ៉ាំមកកូនចាបាទម្ហូបច្រើនប៉ុណ្្នឹងហើយនៅមានម្ហូបថែមទៀតណាគាត់អីនោះម៉ាក់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 បងអត់សមអធិស្ឋានបងនៅរងចាំក្នុងផ្សារសិនប្រកាសទីខ្ញុំគ្រប់គាត់ចាម៉ាក់ម៉ាក់បងម៉ាក់មិនអីម៉ាក់ឥឡូវត្រូវបានគូពេកគូស្រួលបន្ទាន់ហើយជិះមកអីរដ្ឋាសូមទាក់ទងទៅខាងនរោស៊ីចិនដុកទ័រហេងសេងដើម្បីទាក់ទងគាត់មកខាងក្រោមដើម្បីជួយមួយយើងសង្ស័យគាត់ជា acute emergency stroke អញ្ចឹងឥឡូវហ្នឹងខ្ញុំបញ្យល់បងតាក់ទងនឹងលទ្ធផលនៃការ scan តំបន់អ៊ំស្រីអញ្ចឹងនេះជារូបភាពខួរក្បាលប្រកបដែលយើង scan មុននឹងបន្តិចបងណាក្នុង CT នេះបងឃើញខួរក្បាលយើងជាទូទៅពណ៌ប្រផេះនៃស្ដាំមួយឆ្វេងមួយហើយបងឃើញសនៅក្នុងនេះគឺជាឈាមដែលហូរនៅក្នុងខួរក្បាលប្រកបហើយកម្រាស់ហ្នឹងគឺលើសពី1សង់ទីម៉ែត្រហើយបើយើងគិតជាទំហំប្រហែលជាអាចខ្ទង់1លីត្រជាងសម្រាប់ឈាមប្រកបហ្នឹងឈាមប្រកបហ្នឹងក៏សង្កត់មកចំណុចស្នូលនៃខួរក្បាលប្រកបដែលទទួលបន្ទុកតាក់ទងនឹងសញ្ញាណជីវិតដង្ហើមបេះដូងជីពចរនៅនឹងទាំងអស់អញ្ចឹងកម្រិតការសង្កត់ឈាមរបស់គាត់នឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់គាត់អញ្ចឹងបានអ៊ំស្រីនៅក្នុងស្ថានភាពមួយធ្ងន់មែនទែនការសង្ឃឹមរបស់គាត់ប្រហែលជាអាចត្រឹម1លើ3%តែប៉ុណ្្នឹងឯងបងលោកគ្រូអញ្ចឹងជួយម្ដាយជួយមកខ្ញុំផងបាទបងបាទពេលដែលយើងឃើញមានឈាមកកច្រើនអញ្ចឹងការព្យាបាលរបស់គាត់គឺត្រូវការវះកាត់បន្ទាន់មួយដើម្បីយកឈាមរបស់គាត់នឹងចេញដើម្បីសង្គ្រោះជីវិតរបស់គាត់អញ្ចឹងកម្រិតការសង្កត់ឈាមរបស់គាត់នឹងអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់គាត់អញ្ចឹងបានអ៊ំស្រីនៅក្នុងស្ថានភាពមួយធ្ងន់មែនទែនដែលខ្ញុំបាននិយាយបានថាការសង្ឃឹមរបស់គាត់តិចមែនទែនអាចខ្ទង់ 30% អញ្ចឹងយើងត្រូវការព្យាបាលមួយដែលវះកាត់បន្ទាន់អញ្ចឹងសូមឲ្យបងវិភាសាក្នុងគ្រួសារបើសិនជាបងអូខេពួកខ្ញុំនឹងធ្វើការវះកាត់ជូនគាត់ភ្លាមៗមកគិតមិនទៅបងអឺលោកគ្រូធ្វើយ៉ាងណាក៏ដោយជួយម៉ាក់ខ្ញុំបានលោកគ្រូអូខេបងអញ្ចឹងសម្រាប់ការព្យាបាលរបស់គាត់គឺត្រូវតែការវះកាត់បន្ទាន់ភ្លាមបើសិនជាបងអូខេពួកយើងចាប់ផ្ដើមរៀបចំខ្ញុំសម្រាប់ទៅលើលោកគ្រូទេលោកគ្រូឲ្យទៅជួយម៉ាក់ខ្ញុំបានលោកគ្រូអូខេអញ្ចឹងពួកខ្ញុំអូខេសម្រាប់ការវះកាត់ពួកខ្ញុំនឹងរៀបចំជូនអ៊ំស្រីទៅទៅវះកាត់បន្ទាន់ឥឡូវដើម្បីសង្គ្រោះជីវិតគាត់អរគុណច្រើនចាំបងរំចាំបាទអរគុណច្រើនអូខេមិនទេអូ
ឥឡូវប្រសិទ្ធនៃប្រកបរៀងគ្រាន់បើជាងកាលមុនហើយអញ្ចឹងមានបច្ចុប្បន្នហ្នឹងអ្វីដែលយើងត្រូវបារម្ភគឺតកតងទៅនឹងសញ្ញាណជីវិតប្រកបហើយមើលច្បាប់បេះដូងប្រកបហើយនឹងកម្ដៅប្រកបពេលនេះបើសិនជាគ្រួសារមកយើងជួបគ្រួសារយើងសារគ្រួសារគាត់មកឲ្យបងចេញ នឹងជួយគ្រួសារគាត់ចូលខ្ញុំសួរបង សួរលោកគ្រូម៉ាក់អើយម៉ាក់ គាត់អត់ទាន់ដឹងខ្លួន អត់ទាន់ដឹងទេលោកគ្រូ ចាំមកខ្ញុំអំឡុងពីយោពីស្ថានភាពបង បាទ អញ្ចឹងបងខ្ញុំជំរាបសួរខ្ញុំគូពេទ្យដែលបន្តមើលការវះកាត់សម្រាប់ណាមីងណាអញ្ចឹងបច្ចុប្បន្នហ្នឹងអ្វីដែលខ្ញុំចង់ជំរាបបងគឺពីរបញ្ហាទី1តកតងនឹងសញ្ញាណជីវិតហើយនឹងតកតងនឹងស្ថានភាពរបស់អ្នកជំងឺអញ្ចឹងខ្ញុំបាន check អ្នកជំងឺហើយក្រោយការវះកាត់មកគឺឃើញថាប្រសិទ្ធភ្នែកគាត់ដែលហៀកហ្នឹងណាឥឡូវរួមមកវិញធម្មតាហើយប៉ុន្តែដោយសារអ្នកជំងឺទំហំឈាមវាមានច្រើនពេកអញ្ចឹងក៏សកត់ធ្វើគូក្បាលអញ្ចឹងបច្ចុប្បន្នគាត់អត់ទាន់ដឹងខ្លួនទេគាត់ត្រូវនៅការបន្តតាមដាននៅបន្ទប់ ICU ហ្នឹងជាមួយនឹងការដាក់ម៉ាស៊ីនដើម្បីជួយដកដង្ហើមឲ្យគាត់ណាហើយតើតើនឹងសញ្ញាណជីវិតរបស់គាត់បងឃើញចង្វាក់បេះដូងសម្ពាធឈាមអីគឺវាឡើងចុះអត់ទាន់មានលក្ខណៈមួយគឺលំនឹងល្អទេមានថាស្ថានភាពប៉ុណ្ណឹងនេះនៅគ្រោះថ្នាក់នៅឡើយហើយខ្ញុំបានជំរាបបងដូចពីដើមមកអញ្ចឹងថាឃើញកំណក់ឈាមរបស់គាត់តែយើងមើលបូមឈាមមើលណាឃើញទៀតមែនតើអញ្ចឹងធ្វើឲ្យឈាមរបស់គាត់នឹងរាវអាចបន្តហូរឈាមទៀតអញ្ចឹងពីនឹងទៅពួកយើងនឹង scan CT ម្ដងទៀតដើម្បីមើលនៅប្រខ្សែបន្តទៅទៀតណាហើយលទ្ធផលបែបម៉េចខ្ញុំនឹងជួបបងម្ដងទៀតតកតងទៅនឹងលទ្ធផល CT ហើយជំរាបបងបន្តអញ្ចឹងអ្នកជំងឺបច្ចុប្បន្ននៅក្នុងស្ថានភាពមួយអត់ទាន់ផុតគ្រោះថ្នាក់នៅឡើយទេដោយសារតែកំណត់ឈាមរបស់គាត់ទៀតហើយគាត់បាត់បង់ឈាមច្រើនមកអរគុណបងអញ្ចឹងបងអាចមើលគាត់បន្តិចមកបន្តមកទៀតចាំមើលស្អែកដល់ scan ហើយខ្ញុំជំរាបបងបន្តណា បងសួរណាម៉ែពួកកូនមិនចាំពូអ្នកជំងឺសញ្ញាជីវិតរបស់គាត់អត់ស្ទើរផងទេ VP ក៏ចុះហាក់រែកឡើងអូខេហើយប្រសិទ្ធភាពរបស់គាត់រីកធំទៀតអូខេតោះយើងអញ្ចឹងបងនេះ CT ដែលយើង scan ឡើងវិញនេះជាស្នាមដែលខ្ញុំវះហ្នឹងបងយើងឃើញចុះយើងដាក់លាចូលវិញហើយប៉ុន្តែបងអ្វីដែលខ្ញុំចង់ប្រាប់បងហ្នឹងបងឃើញពណ៌សហ្នឹងគឺឈាមថ្មីរបស់គាត់ហើយឈាមដែលហូរថ្មីហ្នឹងគឺច្រើនដែរហើយនេះចំណុចស្នូលនៃខួរក្បាលរបស់គាត់ហ្នឹងគឺសកត់ដល់ទៀតនិយាយទៅបើផ្អែកទៅលើទំហំឈាមហ្នឹងអ្នកជំងឺត្រូវការវះកាត់ឡើងវិញម្ដងទៀតមូលហេតុបងដោយសារបើសិនជាយើងទុកនឹងតទៀតគាត់នឹងហូរឈាមបន្តទៀតសកត់នឹងអាចប៉ះពាល់ដល់ជីវិតគាត់ដូចជំរាបបងពីម្សិលនេះថាដោយសារតែកំណត់ឈាមរបស់គាត់នឹងទៀតមែនទែនដែលបបាក់ក្នុងការទប់កុំឲ្យហូរឈាមបន្តទៀតអញ្ចឹងចាំបាច់យើងត្រូវការវះកាត់ម្ដងទៀតហើយយើងត្រូវការបញ្ចូលឈាមបន្ថែមដើម្បីទប់ទល់នឹងការហូរឈាមដ៏ច្រើនរបស់គាត់បែបនេះមែនទែនទៅតើតើនឹងការសង្ឃឹមរបស់គាត់ក៏មិនច្រើនប៉ុន្តែក្នុងនាមខ្ញុំជាគ្រូពេទ្យហើយក្នុងនាមបងជាកូនខ្ញុំគាត់ថាបើទោះបីសង្ឃឹមតិចក៏ខ្ញុំនៅតែ recommend ឲ្យបងថាត្រូវតែបន្តទៅមុខទៀតអញ្ចឹងណាបាទជឿមើលទៅមកខ្ញុំសង្ឃឹមអត់ដូចខ្ញុំជំរាបបងមុននឹងបន្តិចអញ្ចឹងថាស្ថានភាពព័ត៌មានបើយើងមើលនៅក្នុងទាំង scan CT ទាំងសញ្ញាណជីវិតរបស់គាត់ការសង្ឃឹមរបស់គាត់តិចប៉ុន្តែដូចខ្ញុំជំរាបបងអញ្ចឹងថាការសង្ឃឹមតិចយើងគួរតែធ្វើអីដើម្បីជួយគាត់អញ្ចឹងបើយើងអត់ធ្វើអីសោះអានឹងការសង្ឃឹមតិចហ្នឹងគឺវាអត់មានទេអញ្ចឹងត្រឡប់មកវិញសម្រាប់ការវះកាត់ហ្នឹងគឺមែនតើទៅយើងជួយយ៉ាងសង្ឃឹមតិចហ្នឹងខ្ញុំសង្ឃឹមថាយើងអាចជួយគាត់បានក្នុងស្ថានភាពហ្នឹងយើងវះកាត់យកឈាមចេញដើម្បីកុំឲ្យសកត់នេះហើយយើងនឹងហៅកន្លែងដែលហូរឈាមទប់កុំឲ្យហូរឈាមតទៅមុខទៀតអញ្ចឹងលោកគ្រូម៉ាក់ខ្ញុំទុំតែវះកាត់ម្សិលមិញទេបងថ្ងៃនេះលោកគ្រូវះកាត់ម្សិលទៀតក៏នៅស្លាប់ឡើងហើយតើមានបញ្ហាអីអត់លោកគ្រូបើផ្អែកទៅលើស្ថានភាពគាត់បច្ចុប្បន្នបងច្បាប់បេះដូងរបស់គាត់
ដង្ហើមប្រព័ន្ធគឺនៅល្អមានន័យថាឈាមដែលមានថ្មីហ្នឹងសកត់មកចំណុច snow នៃខួរក្បាលរបស់គាត់ហ្នឹងចំណុច snow ខួរក្បាលរបស់គាត់គាត់អត់ខុសអញ្ចឹងសម្រាប់ការវះកាត់លើកទី2ខ្ញុំជឿថាគាត់អាចប្រត់ត្រង់បាន បើអត់មានសង្ឃឹមទេខ្ញុំសូមយកមកទៅផ្ទះវិញ បងនិយាយតាមត្រង់មែនទែនទៅការសង្ឃឹមរបស់គាត់តិចមែនទែនប៉ុន្តែខ្ញុំជឿថាបងជាកូនហើយខ្ញុំជាគ្រូពេទ្យអត់ចង់បាត់បង់ម្ដាយហើយខ្ញុំខ្លួនឯងខ្ញុំប្រឹងតាំងពីម្សិលមកយើងវះតាំងពីយប់រហូតដល់ទល់ភ្លឺយើងអត់ចង់ឲ្យការប្រឹងប្រែងរបស់យើងនឹងវាបាត់បង់ដោយសារតែបញ្ហាថាបងលែងចង់បន្តការព្យាបាលបងយកគាត់ទៅផ្ទះវិញអញ្ចឹងពីខ្ញុំទៅវិញបងទោះសង្ឃឹមតិចខ្ញុំគិតថាបងគួរតែសាកល្បងបន្តតោះតែបងប្រឹងខ្ញុំប្រឹងដូចគ្នាបានយើងអាចជួយអ្នកជំងឺបានពេលនេះបងខ្ញុំដឹងថាបងពិបាកចិត្តបងដឹងថាបងសម្រេចចិត្តបែបម៉េចប៉ុន្តែបងអាចឆ្លៀតភាសាក្នុងគ្នាបងតិចទៅហើយបងផ្ដល់ចម្លើយវិញមិនថាបងសម្រេចចិត្តបែបម៉េចទេប៉ុន្តែពីខ្ញុំទៅខ្ញុំនៅតែជំរុញឲ្យបងបន្តការព្យាបាល លោកគ្រូខ្ញុំគិតថាយ៉ាងណាក៏ដោយឲ្យតម៉ាក់ខ្ញុំបានជាលោកគ្រូបាទគឺឲ្យតលោកគ្រូព្យាបាលអស់ពីសមត្ថភាពលោកគ្រូទុកចិត្តលើលោកគ្រូតែប៉ុណ្ណោះលោកគ្រូ បើសិនជាបងទាំងអស់គ្នាយល់ព្រមនឹងខ្ញុំនឹងរៀបចំការវះកាត់ឥឡូវដើម្បីយកឈាមនឹងចេញហើយខ្ញុំនឹងបញ្ចូលឈាមឲ្យគាត់កំឡុងពេលវះកាត់នឹងជាមួយគ្នាតទៀតហើយខ្ញុំនឹងជួបបងម្ដងទៀតក្រោយការវះកាត់ដើម្បីបង្ហាញពីដំណើរការនៃការវះកាត់របស់ខ្ញុំហើយនឹងលទ្ធផលក្រោយការវះកាត់ឲ្យបងទាំងអស់គ្នាបានដឹងណាចឹងសម្រាប់ថាបងអូខេទាំងអស់គ្នាណាបាទចឹងអូខេអរគុណច្រើនបងចឹងបងអាចរងចាំអរគុណច្រើន con mau chân bị thơ cá con á បាទម៉ាក់ mau coi mà còn nhầm bài ម៉ាក់សាបាយហើយ mà ơi mà chăm con បាទ nhắm con nhắm និយាយហូបតំណងដល់ហើយម៉ាក់ mà thơ một hôm này trong chất សុទ្ធតែហូបខ្ញុំចូលចិត្តទាំងអស់ nhắm con nghe nhở con ឆ្ងាញ់ណាស់ម៉ាក់និយាយទៅស្អាតដៃម៉ាក់ខ្ញុំចូលចិត្ត nhắm lên chán chán con អូនណាបងគិតថាយកម៉ាក់ទៅផ្ទះទៅ កុំតន់អីបងឥឡូវពេទ្យកំពុងតែវះកាត់កំពុងតែតាមដានជំងឺនឹងខ្ញុំគិតថាម៉ាក់ប្រហែលជាអាចឆ្លងផុតយើងជឿជាក់លើលោកគ្រូពេទ្យទៅ លោកគ្រូអាការៈខ្ញុំគាត់ស្នាក់នៅមួយអាទិត្យទេចឹងពេលណាក៏អាចទាំងខ្លួនបានដែរទៅ ដូចបានជំរាបបងពីដើមមកអញ្ចឹងថាដោយសារខួរក្បាលប៉ុណ្ណាមានដាច់ខ្សែឈាមនឹងច្រើនហើយសកត់លើខួរក្បាលខ្លាំងស្ថានភាពប៉ុណ្ណាបច្ចុប្បន្នខ្ញុំអាចនិយាយបានថាគាត់នៅក្នុងស្ថានភាពមួយធ្ងន់ប៉ុន្តែបើយើងផ្អែកទៅលើការ scan CT ខ្ញុំជំរាបបងដូចមុននឹងអញ្ចឹងថាឈាមដែលកកហ្នឹងគឺយើងយកបានអស់ហើយចំណុច snow នៃខួរក្បាលហ្នឹងក៏លែងមានអីសកត់ដែរអញ្ចឹងពីហ្នឹងទៅខ្ញុំជឿថាអ្នកមីងណាគាត់អាចនឹងមានសង្ឃឹមបន្តទៅទៀតប៉ុន្តែគ្រាន់តែខ្ញុំអត់អាចឆ្លើយបងបានថាគាត់នឹងដឹងខ្លួនពេលណា លោកគ្រូបើសិនជាយកម៉ាក់ខ្ញុំទៅផ្ទះម៉ាក់ខ្ញុំអាចនឹងស្លាប់នៅនេះ
ផ្អែកលើស្ថានភាពបច្ចុប្បន្នដោយសារតែណាមីងត្រូវការខ្យល់ដង្ហើមហ្នឹងគឺម៉ាស៊ីនជាអ្នក support អញ្ចឹងបើសិនជាដកតាយោនឹងចេញណាខ្ញុំជឿថាណាមីងអាចនឹងអត់មានខ្យល់ដង្ហើមដើម្បី support ប្រទ្រង់រាងកាយប្រកបអាចក្នុងរយៈពេល 2 ទៅ 3 ម៉ោងណាមីងអាចនឹងផុត លោកគ្រូបើអញ្ចឹងយើងមានតែសម្រេចចិត្តថាសុំយកមកទៅផ្ទះវិញដើម្បីគាត់បានស្ដាប់ធម៌ជាលើកចុងក្រោយ ដូចខ្ញុំជំរាបបងអញ្ចឹងថាលទ្ធផលបច្ចុប្បន្នការ scan CT ណាគឺវាលែងមានឈាមហើយអ្វីដែលយើងត្រូវធ្វើពេលហ្នឹងគឺយើងគ្រាន់តែប្រើថ្នាំដើម្បីទ្រទ្រង់សញ្ញាណជីវិតរបស់គាត់ហើយខ្ញុំជឿថាពីមួយថ្ងៃទៅមួយថ្ងៃគាត់អាចនឹងល្អប្រសើរឡើងគ្រាន់តែត្រូវការពេលវេលាតែប៉ុណ្្នឹងហើយបើបងយកគាត់ទៅផ្ទះពេលហ្នឹងអាការខំប្រឹងប្រែងរបស់យើងពីដើមមកដែលយើងវះលើកទី1យើងវះលើកទី2គឺដូចយើងការប្រឹងរបស់យើងវាអត់ន័យអញ្ចឹងពីខ្ញុំទៅខ្ញុំនៅតែសង្ឃឹមថាណាមីងគាត់អាចនឹងឆ្លងផុតគ្រោះថ្នាក់ដល់ជីវិតប៉ុន្តែគ្រាន់តែខ្ញុំអត់អាចឆ្លើយឲ្យបងបានថាគាត់នឹងដឹងខ្លួននៅពេលណាតែប៉ុណ្្នឹងពីខ្ញុំទៅខ្ញុំនៅតែសនំពរឲ្យបងបន្តទៅមុខទៀតហើយខ្ញុំជឿថាបងក៏អត់ចង់បាត់បង់អ្នកម្ដាយម្នាក់ដូចខ្ញុំអត់ចង់បាត់បង់អ្នកជំងឺម្នាក់ដែលពួកខ្ញុំខំប្រឹងព្យាបាលពីដើមមកដូចគ្នាចឹងដែរ យើងនៅតែមានសង្ឃឹមព្រោះថាគ្រាន់តែចំណាយពេលវេលាយូរបន្តិចបើយើងទៅផ្ទះដល់ភាគរយតិចហើយអាចសង្ឃឹមទៅរស់តែបើនៅទីនេះអាចនឹងរស់អាចនឹងមិនទទួលស្គាល់មកតែយ៉ាងណាក៏ដោយ ខ្ញុំគិតថាលោកគ្រូគាត់ដឹងពីស្ថានភាពម៉ាក់ច្បាស់ជាងយើង គ្រប់បញ្ហាតែមានដំណោះស្រាយបងយ៉ាងណាក៏ដោយត្រូវអស់ពីលទ្ធភាពណាក៏ដោយឲ្យតែម៉ាក់យើងបានជាខ្ញុំគិតថាយើងត្រូវតែជូនម៉ាក់បន្តព្យាបាលទៀតទៅបង ចាំបងចង់អស់សង្ឃឹមទេព្រោះថាគាត់អត់មានទៅមកឲ្យសោះចឹងមិនមកបងចង់ឲ្យគាត់ទៅផ្ទះទៅបានជើងអត់ថយឲ្យគាត់ចឹងណាអត់អីបងខ្ញុំគិតថាម៉ែបងសុំទៅបានឥឡូវចាំគិតនេះសិនណាព្រោះបន្តទៀតទៅបងអស់អីអស់ចុះឲ្យតែម៉ាក់យើងបានរស់លោកគ្រូពួកខ្ញុំមកពិភាក្សាគ្នាយល់ហើយយ៉ាងណាក៏ដោយពួកខ្ញុំតែខំប្រឹងបែបម៉ាក់ខ្ញុំមានជីវិតឡើងវិញ ត្រូវបង ចឹងទុកចិត្តដល់លោកគ្រូណាលោកគ្រូ បាទអរគុណច្រើនបងហើយខ្ញុំជឿថាពួកយើងអាចជួយមិញបានហើយពីខ្ញុំទៅណាពួកខ្ញុំនឹងខំឲ្យអស់ពីលទ្ធភាពតាមដែលខ្ញុំអាចធ្វើទៅបានគ្រាន់តែបងទុកពេលវេលាឲ្យខ្ញុំដើម្បីរងចាំឲ្យណាមីងក៏ត្រឡប់មកវិញអរគុណបងមីងអូខេចាប់ដើមបើមីងតើធ្វើតាមខ្ញុំតិចមីងតើលើកដៃលើកដៃនឹងឡើងតិចមកអូខេប្រឹងលើកអូខេតើដៃស្ដាំម្ដងតើប្រឹងលើកតិចមកអូខេអរគុណតើសុំលើកជើងតិចមីងណាតើសុំលើកជើងតិចមកតើជើងឆ្វេងមុនប្រឹងលើកអូខេតើជើងស្ដាំតិចមកតើអូខេល្អមីងល្អអរគុណច្រើនសុំ7តិចខ្ញុំបណ្ឌិតមើលប្រសិទ្ធភ្នែកតិចមិញណាអូខេតើបើកភ្នែកតើអូខេអូយល្អច្រើនណាស់មិញចិត្តជាប៉ុណ្ណឹងណាអូខេជំរាបសួរបាទជំរាបសួរមិញបាទជំរាបសួរមកចៅឲ្យសុខសប្បាយធូរណាអូខេនៅឈឺក្បាលអត់មិញនៅឈឺក្បាលអត់ទេណាអូខេមានអីអត់ស្រួលឡើយមានកម្លាំងណាតែឥឡូវខ្ញុំឆែកគាត់បន្តិចណាតើតងនេះមុននឹងទៅផ្ទះថ្ងៃនេះស្អែក
ចឹងខ្ញុំ check គាត់បន្តិចណាបងណាអូខេអញ្ចឹងបងអាចសុំមកคะแนนបន្តិចមកណាខ្ញុំសុំ check ណាមីងបន្តិចអូខេអរគុណច្រើនមីងចាំថាតាមធ្វើតាមខ្ញុំបន្តិចណាតោះលើកដៃទាំងសងខាងដោះលើកឲ្យក្រងឡើងលើមកអូខេក្រាបលាអូខេល្អអូខេតោះសុំចាប់ដៃមួយមកចឹងតោះទាញចូលមួយមកទាញម្ដងចុះអូខេខាងនេះម្ដងតោះអូខេតោះសុំមើលជើងមួយទៀតអូខេតោះលើកជើងនេះឡើងបន្តិចមកអូខេខាងនេះអូខេអញ្ចឹងលើកម្ដងទៀតណាតោះលើកឡើងមិនថឹងអូខេខាងនេះអូខេល្អអញ្ចឹងពីខ្ញុំទៅវិញណាអញ្ចឹងស្ថានភាពរបស់ណាមីងដូចមើលឃើញហើយអញ្ចឹងរយៈពេលក៏យូរដែរដូចជា4អាទិត្យដែរគាត់គេងនៅហ្នឹងជើងគាត់អត់មានទន់នៃខ្លាំងទេហើយមុនហ្នឹងក៏យើងឃើញលើកដែរហើយនេះតកតទៅនឹងសញ្ញាណជីវិតរបស់គាត់បច្ចុប្បន្នមានច្រវាក់បេះដូងមានសម្ពាធឈាមមានអុកស៊ីហ្សែនអីទាំងអស់ហ្នឹងគឺ stable ធម្មតាទាំងអស់ដោយអត់មានថ្នាំអត់មានអុកស៊ីហ្សែនជួយគាត់ទៀតទេអញ្ចឹងខ្ញុំជំរាបលាទាំងអស់គ្នាហើយបាទអរគុណច្រើនបាទជំរាបលាបាទអរគុណច្រើន Mà chia mà này bạn được té ai chứ bạn đó mình xong thế mà chẳng phải bom không tức là mà sạp luôn chẳng nó cô bọn ấy luôn mày biết sao bạn chia phải trong cô bây giờ đấy còn bom tình nào không bây trong xa ấy trong nhà ấy bà trong đây trong đây chỉ ban hai con tên này các bạn đi ở tầm mặt mới sắp là ô mà bị sắp sao tên này các bạn đây sân bà nhung bỏ bằng quạt tăng vì ngày muốn mà đòi bên nick hay chỉ hiệp trăm cam thì bon rùi rồi nhưng cầm láng chặt bên là hai quạt bên cả hồ chim trong khu bà lực hủ pet còn đã đăng hướng năng hà phụ nhom sông vô mà đai từ tẹt lực hủ pet quạt chỉ dìm lực tật chặt dương ở dương to su và thay em tiệt còn đã khơi phân nắng có dương bỏ băng vì mình ca lực hủ tay chặt hẹp tha bong có to su nhom có to su đầm bây giờ nè chỉ ngữ can trải lò và xa chẳng tới cô phụ dương tha ông ti pet chui ហើយពីការ scan CT ហើយយើងឃើញឈាមកកនៅក្នុងខួរក្បាលច្រើនដែលស្កត់ទៅលើកោសិកាខួរក្បាលខ្លាំងហើយបូករួមជាមួយនឹងស្ថានភាពរបស់អ្នកជំងឺដែលប្រសិទ្ធភ្នែកគាត់ហេកមកខាងទៅដល់ 7-8 មីលីម៉ែត្រហើយអត់មានការ reflect ជាមួយនឹងពលឺហើយស្ថានភាពអ្នកជំងឺក៏ស្លាប់ស្រុកស្ដឹងអញ្ចឹងក្រោយពីការពិភាក្សាជាមួយនឹងគ្រួសារយើងធ្វើការព្យាបាលមួយដោយការវះកាត់សង្គ្រោះបន្ទាន់ចូលក្នុងបន្ទប់ដើម្បីពិភាក្សាគ្នារឿងវះកាត់ចង់ឲ្យម្ដាយជាក៏សម្រេចចិត្តភ្លាមព្រោះអីជំងឺមួយនេះ អត់អាចយើងថាអូចាំជួបគ្រួសារមួយម៉ោងទៀតចាំនិយាយមួយលោកគ្រូពេទ្យបានទេត្រៀមទីការសម្រេចចិត្តភ្លាមរឿងនឹងភ្លាមអញ្ចឹងយើងត្រូវតែផ្ដល់ទំនុកចិត្តការវះកាត់ត្រូវបានចំណាយរយៈពេល 3 ម៉ោងក្រោមការជួយជ្រោមជ្រែងរបស់ក្រុមគ្រូពេទ្យមានដូចជាគ្រូពេទ្យផ្នែកថ្នាំសណ្ដំគ្រូពេទ្យផ្នែកវះកាត់ហើយនិងក្រុមគិលានុបដ្ឋាយិកាអញ្ចឹងយើងអាចបូមឈាមបានទាំងអស់ហើយយើងក៏ធ្វើការបិទដាក់រលាកក្បាលចូលវិញហើយបញ្ជូនអ្នកជំងឺទៅ បន្តថែទាំនិងព្យាបាលនៅបន្ទប់ ICU មើលតាំងពីម៉ោង 9 រហូតដល់ម៉ោង 3 ភ្លឺបានលោកគ្រូពេទ្យចេញមកប្រាប់ថាគាត់រៀងមានសញ្ញាណជីវិតទាបអញ្ចឹងអាចនឹងការពិនិត្យតាមដានជាក់ស្ដែងនៅថ្ងៃស្អែកអានេះធ្វើឲ្យខ្ញុំកាន់តែបុកពោះថែមទៀតសិនបើខ្ញុំបោះបង់គាត់តាំងពីថ្ងៃមុនមកដល់ពេលនេះប្រហែលជារៀបចំកម្មវិធីបន់រួចរាល់ហើយកំឡុងពេលដែលនៅក្នុងព្យាបាលនៅក្នុងបន្ទប់ ICU ជាពេលវេលាមួយដ៏លំបាកដែលត្រូវការចូលរួមពី ក្រុមគ្រួសារដោយករណីប៉ុណ្ណឹងអញ្ចឹងគ្រួសារគាត់ស្ទើរតែបោះបង់ចោលការព្យាបាលដោយយកអ្នកជំងឺត្រឡប់ទៅវិញប៉ុន្តែដោយការជំនះហើយនឹងការពន្យល់យ៉ាងខ្វះក្បាយទៅលើក្រុមគ្រួសាររហូតដល់គាត់ផ្លាស់ប្ដូរចិត្តគំនិតបន្តការព្យាបាលរហូតដល់អ្នកជំងឺជាអាចត្រឡប់ជើញទៅផ្ទះវិញដោយសុវត្ថិភាពហើយនេះអ្នកជំងឺអាចនិយាយបានថាប្រកបដីអាចនិយាយទំនាក់ទំនងគ្នាបានហើយអាចចាប់ដើមងើបអង្គុយហើយងើបឈរបានហើយយើងនឹងបន្តការព្យាបាលតាមដានបន្តទៀតនៅផ្នែកពិគ្រោះក្រៅបន្ត